ត្រៀមសួស្តីឆ្នាំថ្មីនៅម៉ោង 10:25 នាទីយប់នេះជាការប្រកួតចុងក្រោយនៃឆ្នាំ 2025 វាជាសង្គ្រាមកិត្តិយសរវាងក្រុម Neom SC របស់មហាសេដ្ឋីថ្មីបើកទ្វារទទួល Al Ittihad ក្រុមស្ដេចខ្លាតើ Karim Benzema នឹងជូនអាំងប៉ាវជ័យជំនះដល់ពួកយើងទេក្រុមថ្មី Neom SC មានមហិច្ឆតាធំណាស់ប៉ុន្តែបាននិយាយពីបទពិសោធន៍ក្នុងលីកកំពូលពួកគេនៅខ្ចីណាស់បើធៀបនឹង Al Ittihad ស្ដេចខ្លា Al Ittihad យប់នេះត្រូវការឈ្នះដើម្បីអបអរឆ្នាំថ្មីតំបន់ប្រយុទ្ធរបស់ពួកគេដឹកនាំដោយ Benzema គឺនៅតែមុតស្រួចក្រុមខ្លាំងប៉ះក្រុមថ្មីបែបនេះគឺច្រើនតែមានគ្រាប់បាល់ច្រើនយប់នេះខ្ញុំជឿថា Karim Benzema ដែលមានបទពិសោធន៍របស់គាត់នឹងធ្វើឲ្យខ្សែការពារ Neom SC វិលក្បួងមិនខាន Benzema នឹងមិនឲ្យ fan ខកចិត្តទេមុនឆ្លងឆ្នាំត្រៀមជប់លៀងឆ្លងឆ្នាំតម្រុយបាល់របស់ខ្ញុំគឺទី1លេង Al Ittihad ឈ្នះតកម្លាស់គ្រាប់ព្រោះ Ittihad ទីក្រុមចាស់ភាសាហើយទី2អាចលេង over 3គ្រាប់ឬលេង Benzema មាន assist ឬ goal យប់នេះបងប្អូនណាខ្លះនៅផ្ទះមើលបាល់ឬក៏ដើរលេងជូនពរបងប្អូនហេងសំណាងល្អឆ្នាំថ្មី 2026 សូមខមមិនពាក្យថាសួស្តីឆ្នាំថ្មីមួយមក